ទម្លាប់ដែលអភិវឌ្ឍខ្លួនជាប្រចាំដើម្បីកែលម្អអារម្មណ៍របស់អ្នកគឺហាត់ប្រាណការធ្វើលំហាត់ប្រាណជួយបញ្ចេញហូម៉ូន endorphins ដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អនិងកាត់បន្ថយ stress នៅពេលអ្នកហាត់ប្រាណរាងកាយរបស់អ្នកបញ្ចេញសារធាតុគីមីដែលជួយលើកកម្ពស់អារម្មណ៍ដូចជាហូម៉ូន endorphins ជាដើមការហាត់ប្រាណទៀងទាត់ក៏ជួយកាត់បន្ថយការថប់អារម្មណ៍និងធ្វើឲ្យអ្នកគេងលក់ស្រួលផងដែរ2ដើម្បីគិតឲ្យបានច្បាស់លាស់ជាងមុនគឺអង្គុយសមាធិការធ្វើសមាធិជួយបណ្ដុះបណ្ដាលចិត្តរបស់អ្នកឲ្យស្ងប់ស្ងាត់កាត់បន្ថយគំនិតរំខាននិងបង្កើនការផ្ដោតអារម្មណ៍សមាធិគឺជាការអនុវត្តនៃការផ្ដោតអារម្មណ៍លើដង្ហើមអារម្មណ៍ឬវត្ថុណាមួយដើម្បីបន្ធូរចិត្តនិងបង្កើតការយល់ដឹងអំពីខ្លួនឯងការធ្វើសមាធិជាប្រចាំអាចជួយកាត់បន្ថយ stress បង្កើនការចងចាំនិងធ្វើឲ្យអ្នកមានភាពស្ងប់ស្ងាត់ក្នុងចិត្ត3ដើម្បីយល់ដឹងពីពិភពលោកកាន់តែប្រសើរគឺអានការអានសៀវភៅឯកសារឬអត្ថបទផ្សេងៗផ្ដល់ចំណេះដឹងថ្មីៗបើកទូលាយការគិតនិងជួយអ្នកយល់ពីទស្សនៈផ្សេងៗការអានគឺជាប្រភពដ៏សំខាន់នៃចំណេះដឹងនិងការកម្សាន្តតាមរយៈការអានអ្នកអាចរៀនសូត្រអំពីប្រវត្តិសាស្ត្រវប្បធម៌វិទ្យាសាស្ត្រនិងប្រធានបទជាច្រើនទៀតការអានក៏ជួយពង្រីកវិទ្យាសាស្ត្រជំនាញក្នុងការគិតវិភាគនិងការយល់ចិត្តអ្នកដទៃផងដែរ4ដើម្បីយល់ពីខ្លួនឯងកាន់តែប្រសើរគឺសរសេរការសរសេរកំណត់ហេតុអារម្មណ៍ឬគំនិតជួយអ្នកឆ្លុះបញ្ចាំងពីខ្លួនឯងដើម្បីយល់ពីបំណងប្រាថ្នានិងដំណោះស្រាយបញ្ហាបានកាន់តែប្រសើរការសរសេរគឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការរុករកគំនិតនិងអារម្មណ៍របស់អ្នកតាមរយៈការសរសេរអ្នកអាចរៀបចំគំនិតរបស់អ្នកកំណត់គោលដៅនិងតាមដានការរីកចម្រើនរបស់អ្នកការសរសេរក៏អាចជាវិធីដ៏ល្អមួយដើម្បីបញ្ចេញអារម្មណ៍និងកាត់បន្ថយ stress ផងដែរ5ដើម្បីរីកចម្រើនកាន់តែលឿនអ្នកត្រូវធ្វើជាប្រចាំភាពជាប់លាប់ក្នុងការអនុវត្តទម្លាប់ល្អទោះបីជាមានការលំបាកគឺជាគន្លឹះសំខាន់ក្នុងការសម្រេចគោលដៅនិងការអភិវឌ្ឍខ្លួនឯងការបង្កើតទម្លាប់ថ្មីត្រូវការពេលវេលានិងការខិតខំប្រឹងប្រែងភាពជាប់លាប់មានន័យថាអ្នកបន្តធ្វើសកម្មភាពដែលអ្នកបានកំណត់ទោះបីជាអ្នកមិនមានអារម្មណ៍ចង់ធ្វើវាក៏ដោយការបន្តធ្វើសកម្មភាពជាប្រចាំនឹងជួយពង្រឹងទម្លាប់របស់អ្នកនិងនាំអ្នកទៅរកភាពជោគជ័យ6ដើម្បីស្រឡាញ់អ្នកដទៃត្រូវស្រឡាញ់ខ្លួនឯងការស្រឡាញ់និងការទទួលយកខ្លួនឯងគឺជាមូលដ្ឋានគ្រឹះនៃការមានទំនាក់ទំនងល្អជាមួយអ្នកដទៃនិងការផ្ដល់ក្ដីស្រឡាញ់ដល់អ្នកដទៃដោយពិតប្រាកដការស្រឡាញ់ខ្លួនឯងមានន័យថាការទទួលស្គាល់តម្លៃផ្ទាល់ខ្លួនការថែរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តនិងការអភ័យទោសចំពោះកំហុសឆ្គងរបស់ខ្លួនឯងនៅពេលដែលអ្នកស្រឡាញ់ខ្លួនឯងអ្នកនឹងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងនិងអាចផ្ដល់ក្ដីស្រឡាញ់និងការគោរពដល់អ្នកដទៃបានកាន់តែប្រសើរ